តើយើងមិនដឹងកាត់តវីដេអូបែបនេះទាំងអស់គ្នាអញ្ចឹងបើសិនជាចង់ចេះធ្វើមកមើលវីដេអូនេះដល់ចប់ទាំងអស់គ្នាណាបងប្អូនចូលមកក្នុងកម្មវិធី CapCut ទៅហើយធ្វើការ add ជាមួយនឹង background ណាគីបែបនេះចូលណាបន្តមកទៀតធ្វើការទាញឲ្យបាន10 second មកកន្លែងនេះដើម្បីកុំឲ្យវីដេអូយើងខ្លីពេកបន្ទាប់ពីធ្វើការទាញឲ្យបងប្អូនចុច overlay ហើយធ្វើការ add ជាមួយនឹងរូបផលិតផលចូលពេល add រូបផលិតផលហើយទៅរកពាក្យថា remove background ចុច custom remove auto remove ជាមួយនឹងពាក្យ remove ដើម្បីដកជាមួយនឹង background ចេញអូខេបន្ទាប់ពីទាញវាស្មើគ្នាបែបនេះហើយបងប្អូនធ្វើការបន្ត select នៅលើរូបផលិតផលរបស់យើងនេះអូខេហើយបន្ទាប់មក zoom វាឲ្យទូចបំផុតហើយអស់វាឡើងទៅដល់លើនេះណាកន្លែងលើមេឃយើងនេះអូខេហើយចុចពាក្យថា key frame បន្ទាប់មកទៀតទាញវាមកបន្តិចមកចុច key frame ម្ដងទៀតមកហើយធ្វើការពហិវាធំបន្តិចមកហើយធ្វើការទាញចូលមកក្រោមបន្តិចមកខិតមកតិចមកចុច key frame ទៀតទៅ zoom ហើយទាញវាចូលអញ្ចឹងដូចគ្នានិយាយទៅយើងធ្វើដូចវាហោះចេញមកម្ដងតិចចឹងណាធ្វើបែបហ្នឹងរហូតទៅហ្នឹងហើយអូខេតទៅទៀតទៅក៏ធ្វើបែបហ្នឹងទៀតដែរអញ្ចឹងណាយើងសេរីស្រង់វាមកហ្នឹងហើយខិតមកតិចមកទៅចុចកន្លែង key frame ហើយដូចគ្នាពហិវាឡើងហើយទាញវាចុះមកខាងក្រោមអញ្ចឹងទៀតមកទាញវារហូតតតែដល់ខាងចុងអញ្ចឹងណាបងប្អូនអូខេដល់ខាងចុងចុច key frame ហើយទាញវាឲ្យមកដល់នៅលើដីបែបនេះមកហ្នឹងហើយធ្វើដូចយើងហោះមកដល់លើដីអញ្ចឹងណានេះបងប្អូនអញ្ចឹងតើមើល result ទាំងអស់គ្នាពេលដែលធ្វើចឹងហើយបងប្អូននឹងទទួលបានវីដេអូបែបនេះឃើញទេវានឹងធ្វើការ load ចេញបែបហ្នឹងដូចហោះចេញពីលើមេឃមែនតើអញ្ចឹងអរគុណបងប្អូនអរគ្នាតែប៉ុណ្្នឹងឯងចាំសាកល្បងធ្វើផងណាបាយបាយ